ស្ងោសម្លចាប់ឆាយញ៉ាំជុំគ្រួសារសម្រាប់ទឹកខ្ញុំមុននឹងស្ងោនោះគឺតែយកស្បែកជ្រូករួចជាកណ្ដោបផ្សិតនេះហ្នឹងយកត្រាំទឹកចាឲ្យទន់ហើយបានយកមកហាន់ណាបងប្អូនបន្ទាប់ពីហាន់ស្បែកជ្រូកហើយនឹងផ្សិតហើយគឺខ្ញុំដាក់ឆ្អឹងជ្រូកស្ងោចោលហើយបានទៅហាន់បន្លែណាបងប្អូនដូចគឺនៅក្នុងវីដេអូអញ្ចឹងបងប្អូនអើយមានច្រើនមែនទែនដូចជាស្ពៃក្តោបស្ពៃបូកូស្ពៃតឿផ្សិតឆៃថាការ៉ុតថ្ងៃនេះដាក់បាយលេងចាទៅបងប្អូនអើយឲ្យបានបន្លែញ៉ាំបានច្រើនមុខហើយសម្រាប់ផ្ទះបងប្អូនវិញដាក់បន្លែច្រើនមុខដូចផ្ទះខ្ញុំអញ្ចឹងអត់លាងបន្លែរួចរាល់ហើយគឺខ្ញុំបានទៅផ្សំគ្រឿងនៅខាងក្នុងផ្ទះបាយបងប្អូនដោយសារថ្ងៃនេះស្លនៅខាងក្រៅប្រើខ្ជុងហើយដោយសារគេរាំងថ្លៃពេកបងប្អូនសម្រាប់គ្រឿងវិញមានដូចជាម្សៅស៊ុប2ស្លាបព្រាអំបិល1ស្លាបព្រាប៊ីចេង2ស្លាបព្រាកាហ្វេមានខ្ទឹមតាអំពងបងប្អូនបង្កាត់ភ្លើងឆេះហើយគឺខ្ញុំចាប់ផ្ដើមស្លណាបងប្អូនបន្ទាប់ពីបំពងខ្ទឹមឡើងក្រហមហើយគឺដាក់ឆ្អឹងដែលបានស្រុះមុនហ្នឹងដាក់ចូលលិញឲ្យសព្វហើយប៊ីជាហ៊ឺហើយនឹងឆៃទៅចូលហើយខ្ញុំក៏ដាក់គ្រឿងចូលជាមួយដែរបងប្អូនណាមានទឹកត្រីកន្លះវែកគ្រឿងដែលខ្ញុំលាយផ្ទះបាយហ្នឹងក៏ខ្ញុំដាក់ចូលដែរណាបងប្អូនហើយដាក់ប្រេងខ្យងបន្តិចទៅហើយនឹងម្រេច1ស្លាបព្រាបាយដោយសារកូនខ្ញុំទៅគាត់ញ៉ាំដែរអញ្ចឹងខ្ញុំដាក់បន្តិចទេខ្លាចកូនញ៉ាំទៅរៀងហឹលបងប្អូនបន្តមកទៀតគឺដាក់ស្បែកជ្រូកហើយនឹងផ្សិតចូលដែរហើយចាក់ទឹកចូលតិចដើម្បីរងាស់ឲ្យរៀងទន់បានដាក់បន្លែរឹងចូលណាបងប្អូនមានដូចជាឆៃតាវហើយនឹងការ៉ុតរំងាស់ឆៃតាវការ៉ុតហើយនឹងស្បែកជ្រូកឲ្យរៀងទន់ហើយបានចាក់បន្លែស្លឹកចូលណាបងប្អូនមានស្ពៃបូកូស្ពៃក្តោបផ្សិតហើយនឹងស្ពៃតឿប៉ុណ្្នឹងឯងបងប្អូនដូចខ្ញុំបង្ហាញពីខាងដើមវីដេអូអញ្ចឹងហើយបន្តមកដាក់ទឹករំងាស់ប្រហែលជា1ម៉ោងទៅឆ្អិនហើយបងប្អូនអើយសំឡចាប់ឆាយផ្ទះខ្ញុំម្នាក់គួរឲ្យចង់ញ៉ាំអត់បងប្អូនជួយដាក់បន្ទុកខ្ញុំម្នាក់មួយផងថាបានបន្ទុកប្រហែលដែរអរគុណច្រើនជម្រាបលាសម្រាប់ការទស្សនា